អាយុកាលរបស់គណៈបកប្រជាជនកាន់អំណាចនៅកម្ពុជាមិនដឹងថាកាន់ទៅដល់ឆ្នាំណាទេតែគណៈបកប្រជាជនឬ CPP បន្តកាន់អំណាចនៅកម្ពុជារហូតដល់ប្រទេសវៀតណាមសម្រេចថាមានការកែប្រែរបបដឹកនាំនយោបាយនៅកម្ពុជាអ្វីគឺស្រេចទៅលើចៅវាយហើយចៅវាយនោះគឺវៀតណាមបើវៀតណាមចង់ផ្លាស់ប្ដូរណាបើវៀតណាមចង់ផ្លាស់ប្ដូរ CPP ដាក់ឈ្មោះថ្មីឬក៏កែប្រែយ៉ាងណាគឺស្រេចទៅលើវៀតណាមក្រៅពីនោះដូចជាគ្មានកត្តាអ្វីណាដូចជាគ្មានកត្តាអ្វីដែលដូចជាគ្មានកត្តាអ្វីដែលបង្ហាញថាគណៈបកប្រជាជនមានការផ្លាស់ប្ដូរឡើយ CPP បន្តកាន់អំណាចនៅកម្ពុជាតាមការកំណត់របស់ក្រុងហាណូយ CPP បន្តកាន់អំណាចនៅកម្ពុជាតាមការកំណត់របស់ក្រុងហាណូយបើគ្មានការផ្លាស់ប្ដូរអ្វីទេ CPP នៅបន្តកាន់អំណាចតទៅទៀតណាចៅនេះគឺជាមូលដ្ឋានគាំពៀអំណាចនៅកម្ពុជានេះគឺជាមូលដ្ឋានគាំពៀអំណាចនៅកម្ពុជាមិនមានការផ្លាស់ប្ដូរទេណាក់នៅ gaming ទោះបីខ្មែរយើងមិនមានសង្គ្រាមក៏ដោយក៏សេចក្តីចម្រើនរបស់ខ្មែរយើងមិនសូវចម្រើនទេទោះបីខ្មែរយើងមិនមានសង្គ្រាមក៏ដោយអូខេទោះបីខ្មែរយើងមិនមានសង្គ្រាមក៏ដោយក៏អត់សូវចម្រើនទេទោះខ្មែរមិនមានសង្គ្រាមក៏ដោយក៏ប្រទេសនេះមិនសូវចម្រើនទេដោយសារមានមេដឹកនាំជាស្ដេចដែលស៊ីជោនឹងបើសិនជាឆ្នាំ1970ប្រទេសខ្មែរមិនមានសង្គ្រាមក៏ប្រទេសនេះមិនសូវចម្រើនទេដោយសារមេដឹកនាំជាស្ដេចដែលស៊ីជោកាលណាយើងមានមេដឹកនាំមានចរិតស៊ីជោយើងមិនងាយចម្រើនទេដោយសហរដ្ឋអាមេរិកកំពុងតែលំបាកដោយសារមានមេដឹកនាំស៊ីជោកាលណាមេដឹកនាំស៊ីជោហើយយើងអត់អាចកែប្រែតាមរយៈការបោះឆ្នោតមេដឹកនាំស៊ីជោនឹងនាំឲ្យប្រទេសមិនចម្រើននឹងអញ្ចឹងបាទដូច្នេះរឿងគេថាគេស្មានបានតែការពិតគឺនៅតែសំខាន់សម្រាប់យើងសិក្សាជានិច្ចណាសំខាន់សម្រាប់យើងសិក្សាជានិច្ចសំខាន់សម្រាប់យើងសិក្សាជានិច្ចដូច្នេះអ្នកខ្លះនិយាយថាមិនក៏បានដែរតែប្រទេសយើងដឹងកាលណាមេដឹកនាំស៊ីជោប្រព័ន្ធរដ្ឋคล้ายទៅជាសួនតួគោរពគ្នាខ្លាំងយកចិត្តទុកដាក់លុញពងគ្នាទៅវិញទៅមកអត់សូវមានសេចក្តីចម្រើនកើតឡើងទេបាទធាខុនទៅរៀនឯណាក៏ទៅរៀនទៅកូនទៅកំបាច់ប្រាប់អូខេកំបាច់ប្រាប់ទៅរៀនឯណាក៏ទៅតែកូនទៅចុះឲ្យតែខំរៀននៅស្រុកខ្មែរក៏ដោយក៏ល្អឲ្យតែខំរៀនតែកុំខំអួតកុំខំអួត
បើចេះតែខំអួតអត់ប្រយោជន៍ទេណាធាខុនបើសិនយើងចង់ទៅរៀននៅស្រុកក្រៅតាអត់ដឹងទេកូនតាអត់ដឹងទេណាពីព្រោះចង់មិនមែនការពិតតលតែតាំងចិត្តដោយមានលុយកាក់ដោយមានការចេះដឹងពីក្នុងស្រុកទៅចេញទៅក្រៅគ្រាន់តែចង់មនុស្សខ្មែរចង់ច្រើនណាស់ទាំងខ្លួនតាផងតែអត់បានការអីទេអាហ្នឹងគេហៅចង់ផ្លោកដូច្នេះមនិតឯងមិនបាច់សួរល្អមិនល្អទេមនិតឯងមានសមត្ថភាពចាញ់ទេសួរខ្លួនឯងឆ្លោះកញ្ចក់ចៅសួរខ្លួនឯងថាតើអញមានសមត្ថភាពចាញ់ទៅរៀននៅបរទេសទេប្រសិនបើអត់រៀនបើអត់មានសមត្ថភាពទេមិនបាច់ចង់ឬមិនចង់អីទេពីព្រោះកុំនិយាយឲ្យខ្មាស់គេទី1ខ្លួនគ្មានសមត្ថភាពផ្នែកការសិក្សាទី2ខ្លួនគ្មានសមត្ថភាពផ្នែកលុយកាក់អញ្ចឹងចាញ់ទៅរកស្អីកើតណាអញ្ចឹងឈប់និយាយតាមរបៀបអំនួតណាកូនណាឈប់ទៅអូខេអរគុណវ៉ាន់តេងលៀនlifestyle តើសម័យសាធារណរដ្ឋខ្មែរអ្នកណាដឹកនាំពិតប្រាកដលោកលន់ណុលអូខេតែខ្ញុំអត់ដឹងទេខ្ញុំស្មានតែLand Cruiser ហ្នឹងបើនៅអឺរ៉ុបប្រើ Masood បើនៅអាមេរិកគឺប្រើ Sang អញ្ចឹងបើទិញឡានហ្នឹងពីអឺរ៉ុបអីចឹងណាតារាអត់ចាំបាច់ស្រណោះទេតារានេះគឺជាកិច្ចការរបស់ប្រទេសខ្ញុំសហរដ្ឋអាមេរិកប្រទេសខ្ញុំធ្វើទៅតាមសមត្ថភាពលទ្ធភាពនិងភាពវៃឆ្លាតរបស់ប្រទេសខ្ញុំចំណែកឯអ្នកសើចយំនៅក្រៅពួកគេមានសិទ្ធិធ្វើទាំងអស់ហើយតារាកុំបាច់យកចិត្តទុកដាក់រឿងហ្នឹងពីព្រោះខ្ញុំជាពលរដ្ឋអាមេរិកាំងខ្ញុំតាមដាននយោបាយស្រុកខ្ញុំហើយខ្ញុំស្ដាប់ពលរដ្ឋអាមេរិកាំងនៅទីនេះគ្រប់គ្រាន់ហើយមិនចាំបាច់អីទេការសើចចំអកលក់លុយអីធ្វើបានតាមចិត្តជាសិទ្ធិរបស់អ្នកដទៃវៀតណាមចម្រើនយោងខ្មែរបានច្រើនអាជីវកម្មថ្មីល្អត្រូវបានបង្កើតពេញហៀដល់ខ្មែរពិតវៀតណាមផលិតបានច្រើនជួយផ្ដល់ឲ្យខ្មែរមិនមែននិយាយលេងទេព្រោះសប្តាហ៍នេះយើងស៊ីត្រីសាច់របស់គេយើងស៊ីបន្លែរបស់គេហើយសូម្បីតែសាំងក៏យើងយកពីគេយើងប្រើប្រាស់របស់គេច្រើនគេចម្រុងចម្រើនក៏ជួយយើងដោយពាណិជ្ជកម្មដោយសេដ្ឋកិច្ចដោយអីមិនមែនថាមិនជួយទេជួយពីព្រោះបើយើងមិនទិញយួនស៊ីក៏យើងទិញអ្នកដទៃស៊ីពីព្រោះយើងអត់សូវផលិតបានខ្លួនយើងទេយើងអត់សូវស្វាហាប់អញ្ចឹងគឺពិតណាសាក់ fancy គឺពិតណាភារិទ្ធហេងអត់ឃើញសំណួរទេអូខេអត់ឃើញសំណួរបាទសុករាវីលោកតាឃើញព័ត៌មានអៃរ៉ាន់បាញ់នាវាដឹកទំនិញថៃកើតយូរហើយចៅកើតយូរដែរហើយណាតែអត់ចាប់អារម្មណ៍នឹងរឿងហ្នឹងទេចៅពីព្រោះមិនបានអត់ចាប់អារម្មណ៍សង្គ្រាមតែងតែកើតអញ្ចឹងដូច្នេះអត់មានអីចាប់អារម្មណ៍ទេណាបើបាញ់នាវាខ្មែរក៏អត់ចាប់អារម្មណ៍ដែរពីព្រោះស្រុកសង្គ្រាមធម្មតាសុវណ្ណតារាយិនបច្ចុប្បន្ននេះប្រទេសចិនកំពុងប៉ះពាល់យ៉ាងខ្លាំង
ពីព្រោះចិនទិញប្រេងពីអ៊ីរ៉ាន់នៅជាប់ចិនខាងជើងចិនអាចទិញប្រេងពីរុស្ស៊ីដែលឥឡូវនេះក៏ទិញបានពីមុនក៏ទិញបានក៏ប៉ុន្តែការនាំប្រេងពីរុស្ស៊ីមានការរអាក់រអួលខ្លះដែលការរអាក់រអួលនោះវាតាក់ទងនឹងបំពង់បង្ហូរអីជាដើមឡើងឡាវាមានការរអាក់រអួលខ្លះអ្នកដែលប៉ះពាល់ខ្លាំងនៅក្នុងពេលសង្គ្រាមនេះគឺប្រទេសជប៉ុនចិនកូរ៉េខាងត្បូងមកជួរហ្នឹងរងគ្រោះខ្លាំងណាស់ចិនមានលទ្ធភាពបំពេញការខ្វះខាតរបស់ខ្លួនដោយទិញប្រេងពីរុស្ស៊ីតែមានការរអាក់រអួលខ្លះដោយ pipeline អីជាដើមដែលមិនទាន់មានគ្រប់គ្រាន់នឹងបង្ហូរឲ្យគ្រប់សេចក្តីត្រូវការហើយមិនទាន់ដឹងថាតើការដែលប៉ះពាល់នេះចិនអាចបង្គ្រប់សេចក្តីត្រូវការប្រេងឆៅរបស់ខ្លួនបានយ៉ាងណាទេមកទល់ពេលនេះស្ថិតនៅក្នុងការប្រុងប្រយ័ត្នរបស់ប្រទេសចិននៅឡើយតែបើនិយាយថាចិន cripple ដោយ oil crisis នេះអត់ទាន់មានសញ្ញាអាសន្នធំដុំហ្នឹងទេអត់ទាន់មានទេណាចាន់លីខ្ញុំឃើញតាសរសើរត្រកូលហ៊ុនផងរិះគន់ផងដឹងដែរថាគោលបំណងដើម្បីស្ថាបនាហើយសម្ដេចហ៊ុនសែនក៏ធ្លាប់សរសើរតាថាវិភាគបានល្អដែរតាទទួលការសរសើរពីសម្ដេចហ៊ុនសែនដែរឬទេគាត់និយាយបើខ្ញុំឮក៏ខ្ញុំអរគុណគាត់ជាការគួរសមគ្រាន់តែខ្ញុំអត់ស៊ីចូលដូច្នេះសំណួររបស់ចៅអត់មានន័យទេកូនឧទាហរណ៍ថាកូនឯងស្អប់ខ្ញុំណាតែដល់ខ្ញុំអរគុណកូនឯងជាការគួរសមកូនឯងក៏អរគុណខ្ញុំវិញបើខ្ញុំសរសើរកូនឯងក៏អត់នេះអាហ្នឹងជាតែមនុស្សស៊ីវិល័យគេធ្វើអញ្ចឹងសំណួររបស់ចៅឯងសួរតាអត់មានន័យផងកូនសារៈឃើញក្រុមប្រជាជនខ្មែរមួយក្រុមតូចទៅដកកាមេរ៉ាថៃតាក់ទងនឹងរាជការទេលោកតាការសាកល្បងហ្នឹងអាចបានផលតែផលហ្នឹងមិនដឹងផលអីខ្ញុំយល់ឃើញថាបើមានខ្មែរណាចង់ធ្វើអញ្ចឹងខ្ញុំទះដៃពីព្រោះវាបានផលហ្នឹងចាញ់ផលអីខ្ញុំអត់ដឹងទេក៏ប៉ុន្តែដឹងតែពីបានផលណានេះដឹងតែពីបានផលតែផលហ្នឹងវាយ៉ាងណាយ៉ាងណីអត់ដឹងទេវាចាញ់យ៉ាងម៉េចគ្រាន់តែដឹងថាច្បាស់ជាបានផលហើយលើកទឹកចិត្តឲ្យទៅធ្វើឲ្យបានច្រើននឹងបានផលឆាប់អូខេនឹងបានផលអាហ្នឹងអញ្ចឹង